សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពីប្រធានបទមួយប៉ុន្តែប្រធានបទហ្នឹងមិនជាថ្មីសម្រាប់ពួកយើងទេពីព្រោះមានគេចែករំលែកជាច្រើនកន្លងមកហើយគឺប្រធានបទហ្នឹងខ្ញុំបានដាក់ចំណងជើងថា 10 ways to do quality pro ហើយខ្ញុំចែករំលែកប្រធានបទហ្នឹងគឺក្នុងគោលបំណងមួយផ្ដល់ទៅដល់សិស្សនិស្សិតមួយចំនួនដែលគាត់អត់ទាន់បានស្វែងយល់អំពីការប្រើប្រាស់ Google ឲ្យមានប្រសិទ្ធភាពពីព្រោះថាអ្នកទាំងអស់គ្នាអាចនឹងប្រើប្រាស់ Google ច្រើនប៉ុន្តែមិនប្រកាសថាប្រើប្រាស់ Google ប្រកបដោយប្រសិទ្ធភាពទេអញ្ចឹងខ្ញុំក៏ផលិតវីដេអូនេះឡើងក្នុងគោលបំណងនៅពេលដែលពួកយើងបានមើលវីដេអូហ្នឹងឬក៏បញ្ចប់ពីការមើលវីដេអូហ្នឹងអាចប្រើប្រាស់ Google ប្រកបដោយប្រសិទ្ធភាព search បានលឿនហើយទទួលបាននូវចម្លើយត្រឹមត្រូវទៀតបាទអញ្ចឹងចំណុចទី1គឺការប្រើប្រាស់សញ្ញាថ្មីកណ្ដុរខ្ញុំនិយាយខ្លីៗកាត់ដើម្បីពួកយើងសាំគឺយើងប្រើប្រាស់សញ្ញាថ្មីកណ្ដុរហ្នឹងនៅពេលណាគឺនៅពេលដែលយើងចង់ search ទាក់ទងទៅនឹង definition quote ឬក៏ error message ផ្សេងៗបើន័យថា search ឲ្យត្រូវជាមួយនឹងអ្វីដែលយើងចង់ search ហ្នឹងឧទាហរណ៍ខ្ញុំ search OSP Neighbor Injection C file គឺវានឹងបង្ហាញពាក្យហ្នឹងទៅតាមលំដាប់លំដោយបាទexact might your words in order បាទទៅតាមលំដាប់លំដោយនៅអ្វីដែលយើងបាន search ហ្នឹងបាទគឺមានប្រសិទ្ធភាពចំពោះ definition quote error message នេះជាឧទាហរណ៍ហើយចំណុចទី2គឺ search only on a specific site បើន័យថាយើងចង់ search resource ណាមួយពី website ណាមួយដែលយើងទុកចិត្តអញ្ចឹងយើងប្រើប្រាស់ keyword site បាទពីព្រោះនៅពេលដែលយើង search មិនប្រកាសថាដល់លទ្ធផលមកត្រូវនឹងអីដែលយើងចង់បានទេវាអាចនឹងបង្ហាញនៅក្នុង website ផ្សេងៗជាច្រើនពីព្រោះថា data ទាំងអស់ហ្នឹងវាមិនមែនផ្ដាច់មុខសម្រាប់តែ website ណាមួយទេវាអាចមានច្រើនឧទាហរណ៍ខ្ញុំ search OSPF configuration អញ្ចឹងវាអាចនឹងមានទាំងក្នុង Cisco Huawei អញ្ចឹងណាអញ្ចឹងខ្ញុំចង់ search ពីក្នុង website cisco.com អញ្ចឹងវានឹងបង្ហាញតែ website cisco.com ទេវាលោតតែ website cisco.com មកសតសារតែម្ដងអត់ចាំបាច់ឲ្យយើងញ៉ៃត្រូវការគិតវិភាគច្រើនថាត្រូវរើសមួយណាទុកមួយណាទេណាចំណុចទី3គឺ exclude word កាលណាយើងចង់ដកពាក្យណាដែលយើងអត់ចង់បានចេញយើងប្រើនៅពេលណាបានន័យថាពាក្យហ្នឹងគឺវាមានន័យច្រើនបែបច្រើនសន្តានអញ្ចឹងយើងចង់ដកវាចេញដកន័យមួយណានឹងចេញអញ្ចឹងណាឧទាហរណ៍ថាខ្ញុំ search ពាក្យ Jagger អញ្ចឹងពាក្យ Jagger ហ្នឹងខ្លាប៉ុន្តែវាមានឡានមួយប្រភេទឈ្មោះ Jagger ហ្នឹងដែរអញ្ចឹងខ្ញុំអត់ចង់បានឡានទេអញ្ចឹងខ្ញុំដកប្រភេទឡានហ្នឹងចេញដកឡានដកខាហើយសញ្ញាដកហ្នឹងទៀតសោតត្រូវតែជាប់ជាមួយនឹងពាក្យដែលយើងចង់ដកបាទគឺអត់ទៅឆ្ងាយពីពាក្យដែលយើងចង់ដកទេណាគឺនៅជាប់ដកខាតែម្ដងអូខេឧទាហរណ៍ដំបូងឡើងខ្ញុំ search Jagger បង្ហាញទាំងខ្លាបង្ហាញទាំងឡានបន្ទាប់មកខ្ញុំដកខាចេញគឺវាបង្ហាញតែខ្លាទេណាចំណុចទី4 search image by size គឺយើងប្រើប្រាស់ keyword image size បើន័យថាយើងចង់ស្វែងរករូបភាពដោយ specific size មានទទឹងមានកម្ពស់ច្បាស់លាស់អញ្ចឹងយើងត្រូវការប្រើប្រាស់ image size ដូចខ្ញុំ search network diagram image size បែបនេះហើយលទ្ធផលចេញមកខ្ញុំចុចនៅលើរូបភាពដែលខ្ញុំគិតថាខ្ញុំចង់បាន sorry ហើយយើងមកមើលផ្នែកខាងស្ដាំផ្នែកខាងក្រោមនៃរូបភាពគឺយើងនឹងឃើញ size របស់វាបាទគឺត្រឹមត្រូវជាមួយនឹងអ្វីដែលយើងបាន search គឺប្រើប្រាស់ keyword size ហ្នឹងដោយសារតែយើងសម្រាប់ developer អ្នក design អឺចង់ design poster អីផ្សេងៗកាលណាដែលយើងយករូបភាពមកដែលមានទំហំខុសៗគ្នាអញ្ចឹងវាអាចស្មុគស្មាញក្នុងការកែសម្រួលមើលទៅអត់ស្អាតអីចឹងណាអញ្ចឹងយើងចង់បាន size នៅមួយច្បាស់នោះយើងអាចប្រើប្រាស់ image size ហ្នឹងបានចំណុចទី5គឺការ search by file type កាលណាយើងចង់ស្វែងរកឯកសារទៅតាមប្រភេទ file ដែលយើងចង់បានគឺយើងប្រើប្រាស់ keyword file type ខ្ញុំចង់បាន OSP sorry ខ្ញុំចង់បាន IPv6 tutorial ដោយឯកសារហ្នឹងជាប្រភេទ PDF អញ្ចឹងខ្ញុំដាក់ថា file type PDF វាក៏បង្ហាញតែពពួក PDF ចេញមកខ្ញុំប្រើប្រាស់ wildcard ចំណុចទី6ខ្ញុំប្រើប្រាស់ wildcard សញ្ញាផ្កាយនៅពេលណាដែលខ្ញុំភ្លេចពាក្យណាមួយដែលខ្ញុំចង់ search ឧទាហរណ៍ខ្ញុំចង់ search how to ខ្ញុំដឹងថាកណ្ដាលហ្នឹងនិយាយគេទេហើយដឹងថាបញ្ចប់ដោយ error ខ្ញុំដឹងថាកណ្ដាលហ្នឹងទាក់ទងទៅនឹងការគ្រប់គ្រង error ការ error អញ្ចឹងទៅប៉ុន្តែខ្ញុំមិនដឹងថាពាក្យហ្នឹងជាអង់គ្លេសគេសេមិនខ្ញុំដាក់សញ្ញាផ្កាយពឹប Google វានឹងទៅវិភាគមើលហើយថាកន្លែងហ្នឹងចន្លោះហ្នឹងពាក្យណាដែលមានគេ search ច្រើនជាងគេពេញនិយមជាងគេវានឹងបង្ហាញឲ្យយើងអញ្ចឹង result វាបង្ហាញថា how to handle error ត្រូវជាមួយនឹងអ្វីដែលយើងចង់បានប៉ុន្តែអាហ្នឹងមិនប្រកាសថា 100% ត្រូវនឹងអ្វីដែលយើងចង់បានទេទីសងលើការ search របស់យើងដែរ topic របស់យើងដែរទី7 combine term with or ការប្រើប្រាស់ operator or ហើយ operator and នៅពេលណាដែលយើងចង់បាន result with both word នៅពេលណាដែលយើងចង់បាន result with either word មួយណាក៏បានដែរបើ and គឺត្រូវតែបង្ហាញទាំងពីរឧទាហរណ៍ខ្ញុំ search CCNA CCNP ហើយ CCNA ក៏បានហើយ CCNP ក៏បានឬឆ្នាំហ្នឹងបាទនិយាយចំណុចទី8 filter by date កាលណាយើងចង់បាន resource របស់យើង source របស់យើងហ្នឹងគឺ base ទៅតាមឆ្នាំពីព្រោះ
ឯកសារវាអាចនឹងបង្ហាញចេញមួយឆ្នាំចាស់ៗអញ្ចឹងវា out of date វា expire អញ្ចឹងយើងត្រូវការប្រើប្រាស់ keyword after ហើយ before បាទយើងប្រើប្រាស់ keyword after នៅពេលដែលយើងចង់បានវិសាលណាដែលបន្ទាប់ពីឆ្នាំដែលយើងបន្ទាប់ពីឆ្នាំដែលយើងបានកំណត់នៅមួយថា after 2020វាអាចនឹងបង្ហាញ2021រហូតមកដល់បច្ចុប្បន្ននេះគឺ2026បាទកាលណាយើងប្រើប្រាស់ keyword after បានន័យថាយើងចង់បានឯកសារដែលថ្មីដែលមានការ update ថ្មីប៉ុន្តែ before កាលណាយើងចង់ផ្ទៀងផ្ទាត់ជាមួយនឹងឯកសារចាស់ៗផ្សេងៗយើងត្រូវការប្រើប្រាស់ keyword before ជួនកាលទិន្នន័យដែលនៅក្នុងឆ្នាំចាស់ៗมันប្រកាសថាអត់ប្រយោជន៍ទាំងអស់ទេណាបាទអញ្ចឹងយើងអាចផ្ទៀងផ្ទាត់អញ្ចឹងអាចប្រើប្រាស់ before ហើយចុច2ហើយឆ្នាំដែលយើងបានឆ្នាំដែលយើងចង់ដាក់ហ្នឹងហើយមួយទៀតគឺយើងប្រើប្រាស់សញ្ញាចុច2សញ្ញាចុច2មានថានៅចន្លោះពីឆ្នាំណាមួយទៅឆ្នាំណាមួយពីតម្លៃលេខណាមួយទៅតម្លៃលេខណាមួយហូរហែអញ្ចឹងទៅណានេះជាឧទាហរណ៍ហើយចំណុចទី9គឺការស្វែងរកន័យដូចពាក្យន័យដូចដោយប្រើប្រាស់សញ្ញាកោទឹកបាទខ្ញុំហៅថាសញ្ញាកោទឹកអត់ដឹងថាគេហៅអីគេធៀលដូចធៀលអញ្ចឹងខ្ញុំអត់ច្បាស់ដែរជាស្រីគឺយើងប្រើប្រាស់សញ្ញាកោទឹកហ្នឹងកាលណាយើងចង់សើចពាក្យរបស់យើងចង់សើចពាក្យហ្នឹងហើយយើងចង់សើចពាក្យន័យដូចនឹងពាក្យហ្នឹងទៀតខ្ញុំចង់សើចអំពី AI ហើយនឹងន័យដូចនឹង AI មានអីខ្លះខ្ញុំដាក់សញ្ញាកោទឹកហើយខ្ញុំដាក់ពី AI ឬក៏ខ្ញុំចង់សើចអំពីផ្ទះសើចអំពីផ្ទះខ្ញុំប្រើប្រាស់ house ឬក៏ home អញ្ចឹងណាខ្ញុំប្រើប្រាស់ house អញ្ចឹង house វាបង្ហាញមុខផ្ទះជាច្រើនម៉ូដចាំបែបចាំសន្តាប៉ុន្តែខ្ញុំចង់បាន house វិញគឺផ្ទះដែលមានតម្លៃសមរម្យសមរម្យអញ្ចឹងខ្ញុំដកឃ្លាបន្តិចខ្ញុំដាក់សញ្ញា house ហ្នឹងឬក៏សញ្ញាកោទឹកហ្នឹងហើយខ្ញុំដាក់ word inexpensive អញ្ចឹងវានឹងបង្ហាញផ្ទះប៉ុន្តែផ្ទះហ្នឹងក្នុងតម្លៃសមរម្យក្នុងតម្លៃថោកអញ្ចឹងទៅនេះជាឧទាហរណ៍ចំណុចទី10គឺ view Google Kite version យើងចង់មើល version របស់ website ណាមួយឯកសារណាមួយយើងប្រើប្រាស់ keyword kite ហើយយើងដាក់ឈ្មោះ website ហ្នឹងពីក្រោយ keyword kite ហ្នឹងមកប៉ុន្តែបច្ចុប្បន្នវាមានការ update website មួយចំនួនគេអត់ឲ្យប្រើប្រាស់ kite ហ្នឹងទេអញ្ចឹងកន្លែងហ្នឹងគឺសម្រាប់ developer ខ្ញុំ recommend ឲ្យអាចទៅសិក្សាស្វែងយល់បន្ថែមអំពី keyword kite ហ្នឹងពីការប្រើប្រាស់ kite ហ្នឹងហើយនេះដោយសារតែបច្ចុប្បន្នយើងប្រើ keyword kite ហ្នឹងវាអត់បានអញ្ចឹងយើងអាចចូលទៅក្នុង website មួយគឺ web.achieve.org គឺយើងប្រើប្រាស់ keyword kite នៅក្នុង website ហ្នឹងដើម្បីស្វែងរកមើលអំពីការ update របស់ website ណាមួយអញ្ចឹងកន្លែងនេះគឺការប្រើប្រាស់ Google Advanced Search ខ្ញុំចង់បញ្ជាក់បន្ថែមពីព្រោះថាវាដូចតែផ្នែកមុនទេគ្រាន់តែថាយើងចង់ប្រើប្រាស់ Google Advanced Search ក្នុងការ search ឲ្យវា specific ជាងមុនហើយក្នុងនោះគេមានបញ្ជាក់ប្រាប់យើងថាយើងត្រូវធ្វើបែបណាបាទហើយចំណុចបន្ទាប់ទៀតគឺ add context keyword គឺទៅទៅនឹងការយើងចង់បានចម្លើយមកបែបណាកាលណាដែលយើងចង់បានចម្លើយចេញមកច្បាស់លាស់យើងមិនអាចធ្វើពាក្យកំបត់អីបានទេយើងត្រូវការប្រើប្រាស់ context add context ទៀតដើម្បីឲ្យចម្លើយដែលយើងចង់បានវាកាន់តែច្បាស់លាស់ឧទាហរណ៍ខ្ញុំចង់ search ណា configuration វាមានច្រើនតែក្នុង Cisco ទៅក្នុង Huawei អញ្ចឹងណាអញ្ចឹងខ្ញុំចង់ search ពី Cisco Packet Tracer CCNA វាបង្ហាញមកគឺត្រូវជាមួយនឹងអ្វីដែលយើងចង់បានឧទាហរណ៍គឺបែបនេះហើយជាចុងក្រោយជាការផ្ដាំផ្សាហ្នឹងគឺការចេះស្វែងរកការ searching ប្រកបដោយភាពឆ្លាតអាចធ្វើឲ្យយើងសន្សំជ័យពេលវេលារបស់យើងហើយអាចផ្ដល់ចម្លើយដ៏ល្អសម្រាប់យើងទៀតផងហើយ Google is a powerful tool មកតែ Google គឺជាចង់និយាយថាវាមានសារៈសំខាន់វាល្អការដែលយើងចេះប្រើវាដែរទីស្នងយើងចេះប្រើវាដែរខ្ញុំសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ជួបគ្នានៅក្នុងវីដេអូក្រោយ